តោះតែយើងបានមកមើលផ្ទាល់ភ្នែកនៅកន្លែងសង្វាក់ផលិតកម្មរបស់គាត់អញ្ចឹងមិនយើងដឹងថាកូនខ្មែរយើងឥឡូវហ្នឹងគឺឆ្លាតណាស់បងប្អូនមានសមត្ថភាពខ្ពស់មានការច្នៃប្រឌិតខ្ពស់មែនទែនតែគាត់អាចយកគ្រឿងទេសរបស់ខ្មែរយើងហ្នឹងមកផ្សំចូលគ្នាឲ្យคล้ายទៅជាគ្រឿងអាចស្លស្លុកបានប្រចាំថ្ងៃហើយអាចដាក់លក់នៅលើទីផ្សារបានមាននៅក្នុងសារទំនើបជីបម៉ុងអ៊ីអនឡាក់គីហើយនិងសារទំនើបច្រើនផ្សេងទៀតនៅក្រុមផ្លាកសញ្ញាពពែមាសរបស់គាត់ណាប្រមូលតែងពីប្រជាកសិករមានសក្រីមានលឹកក្រូចសើចមានខ្ទឹមសមានម្ដេងល្មៀតអីហ្នឹងយកមកកិនសំចូលគ្នាហើយវេចខ្ចប់ក្រុមផ្លាកសញ្ញាពពែមាសរបស់គាត់នេះដាក់លក់នៅលើទីផ្សារបាននេះក៏អាចជួយចែកម្លែកទៅដល់បងប្អូនយើងដែលរស់នៅប្រទេសគេស្រុកក្រៅអីហ្នឹងអាចទិញយកទៅញ៉ាំបានស្លស្លុកឆាគ្រឿងស្លម្ជូរគ្រឿងអីចឹងបានមួយអែមបងប្អូនហើយថ្ងៃនេះគឺខ្ញុំនាំបងប្អូនមកមើលពីប្រសេសក្នុងការដែលគាត់ផលិតគ្រឿងទេសរបស់ខ្មែរយើងហ្នឹងហើយដំបូងដូចដែលបងប្អូនឃើញអញ្ចឹងគឺគាត់មានការលាងសម្អាតច្រើនតង់ណាស់គឺគាត់លាងសម្អាតពីក្រៅទៅមកតង់ហើយប្រភេទសក្រីម្ដេងល្មៀតអីរបស់គាត់ហ្នឹងហើយបានគាត់យកទៅដាក់ចូលនៅក្នុងហ្នឹងបានគាត់ចាប់ផ្ដើមកាត់សក្រីកាត់អីហ្នឹងហែកចេញឲ្យស្អាតអញ្ចឹងទៅបានគាត់ដាក់លាងសម្អាតមកតង់ទៀតហើយបន្ទាប់ពីលាងសម្អាតរួចរាល់ហើយបានគាត់យកសក្រីម្ដេងល្មៀតអីទាំងអស់ហ្នឹងយកទៅឈូសបងប្អូនគាត់យកទៅឈូសនៅក្នុងម៉ាស៊ីនណាសង្វាក់ផលិតកម្មរបស់គាត់ប្រើម៉ាស៊ីនទាំងអស់ហើយបន្ទាប់ពីគាត់បានឈូសគ្រប់មុខទាំងអស់ហ្នឹងចូលហើយបានគាត់ចាប់ផ្ដើមដាក់ទៅលើត្រេរបស់គាត់នៅក្នុងត្រេហ្នឹងដើម្បីគាត់រុញចូលទៅក្នុងម៉ាស៊ីនសម្ងួតនេះគាត់ថាសម្ងួតរយៈពេលចូលមួយថ្ងៃឯងបងប្អូនដើម្បីឲ្យវាស្ងួតល្អណាហើយដូចដល់បងប្អូនឃើញពីឃ្លាំងស្តុកគ្រឿងសម្ងួតរបស់គាត់ហ្នឹងអញ្ចឹងគឺមានម្ដេងល្មៀតលក្រៃអីហ្នឹងគឺត្រូវតែសម្ងួតឲ្យហើយបានគាត់យកទៅកិនពេលដែលកិនចូលគ្នាអីចឹងហើយបានគាត់ចាប់ដើមលាយចូលគ្នាហើយវិចខ្ចប់មានវាយ delay មានអីចឹងទៅហើយបានគាត់យកទៅវិចខ្ចប់ចូលថង់តូចរបស់គាត់ហើយមានដាក់ក្នុងប្រអប់ក្នុងអីនៅកន្លែងរបស់គាត់នេះមិនមែនមានផលិតទៅប្រភេទគ្រឿងទេសឯហ្នឹងទេគឺគាត់មានផលិតផលធម្មជាតិរបស់ខ្មែរយើងច្រើនមានប្រភេទម្សៅចេកខ្ចីម្សៅម្រុំអីនេះគឺមានច្រើនទៀតបងប្អូនប៉ុន្តែមូលហេតុដែលគាត់បង្កើតម៉ាកសញ្ញាពពែមាសឡើងនេះមកដើម្បីតែគោលបំណងផលិតគ្រឿងទេសរបស់ខ្មែរហ្នឹងទេភេទគ្រឿងសក្រីម្ដេងល្មៀតដែលអាចផ្សំទៅស្លម្ជូរគ្រឿងឆាគ្រឿងអីបានណាឃើញមានជាកសិកររបស់យើងពេលប្រមូលផលអត់តាន់អញ្ចឹងទៅគាត់លក់បានតម្លៃធូរអញ្ចឹងទៅអញ្ចឹងគាត់ជួយជាកសិករយើងហ្នឹងអាចប្រមូលផលយកមកលក់ឲ្យគាត់ចឹងទៅហើយប្រភេទផលិតផលអីរបស់គាត់នៅហ្នឹងគឺច្រើនមុខមែនតើបងប្អូនម៉ាក់សញ្ញាវិញកាខាងគឺយើងមានប្រេងសណ្តែកដីប្រេងដូងមានតែស្លឹកម្ដុំតែស្លឹកគ្រៃមានម្សៅល្មៀតម្សៅម្រុំម្សៅចេកម្សៅមើមខ្ជាយម្សៅឆ្អើងហើយនិងម្សៅបន្លៃហើយផលិតផលទាំងអស់នេះគឺយើងកែច្នៃមកគឺយើងអត់បានដាក់សារធាតុរក្សាទុកឬក៏បន្ថែមពណ៌បន្ថែមក្លិនអីទេគឺអ្វីៗគឺយើងរក្សានៅធម្មជាតិទាំងអស់ការសម្ងួតទៀតសោះគឺយើងផ្ដោតទៅលើស្តង់ដារដែលយើងសម្ងួតគឺអនុលោមតាមប្រតិកម្មល្អមានសមត្ថភាពក្នុងចំណីអាហារហើយការសម្ងួតយើងតាមដានគ្រប់ដំណាក់កាលរៀងរាល់2ម៉ោងម្ដងយើងតាមដានតាំងពីសីតុណ្ហភាពហើយនិងសំណើមហើយយើងដើម្បីប្រកាសថាផលិតផលចុងក្រោយដែលយើងលក់ទៅជូនអតិថិជនគឺមានសមត្ថភាពម៉ាកសញ្ញាមួយទៀតដែលយើងបង្កើតឡើងគឺយើង focus ទៅលើតែគ្រឿងទេសទេចាគ្រឿងទេសសម្ងួតហើយដើម្បីជួយកសិករឲ្យប្រមូលផលទាន់ពេលហើយមានទីផ្សារមាននិរន្តរភាពតម្លៃថេរពេលដែលខ្ញុំមកដល់កន្លែងរបស់គាត់ហើយបន្ទាប់ពីស្ដាប់ពីការរៀបរាប់របស់បងស្រីធ្វើខ្ញុំមានមោទនភាពមែនទែនដែលកូនខ្មែររបស់យើងអាចធ្វើបានហើយមានគំនិតក្នុងការជួយដល់ប្រជាកសិកររបស់ខ្មែរយើងដែលអាចប្រមូលទិញកសិផលរបស់ខ្មែរយើងដែលផុតរដូវកាលអីចឹងណាអញ្ចឹងហើយវាជួយច្រើនមែនទែនទៅដល់ប្រជាកសិកររបស់ខ្មែរយើងហើយខ្ញុំសង្ឃឹមថាបងប្អូនអាចនឹងជួយគ្រប់គ្រងផលិតផលរបស់ខ្មែរយើងដែរតែគាត់អាចដាក់លក់នៅលើទីផ្សារបានមាននៅ Eon មាននៅ Chip Mong មាននៅ Lucky ហើយនិងសារទំនើបផ្សេងច្រើនទៀតបងប្អូនអាចរកទិញបានហើយចាំខ្ញុំដាក់ព័ត៌មានល្អិតពាក់ព័ន្ធជាមួយនឹងការបោះដុំអីពីខាងក្រុមហ៊ុនរបស់គាត់ដែរបងប្អូនហើយគាត់មានផលិតផលច្រើនដោយតែបងស្រីគាត់បានរៀបរាប់មិញអញ្ចឹងគឺមានម្សៅប្រភេទម្សៅចេកខ្ចីម្សៅម្រុំមានអីអូច្រើនមុខមែនតើបងប្អូនអានេះយើងរៀបរាប់មិនអស់ទេអានេះគឺងាយស្រួលមែនតើយើងអាចយកទៅស្លម្ជូរគ្រឿងក៏បានយើងអាចយកទៅឆាគ្រឿងក៏បានដែរគ្រាន់តែយើងហែកកញ្ចប់មកហ្នឹងគឺមានគ្រឿងរបស់គាត់ផ្សំចូលគ្នានៅហ្នឹងទាំងអស់ហើយដោយតែបងប្អូនឃើញពីលបាយនៃគ្រឿងហ្នឹងគឺមិនមែនកិនឲ្យម៉ត់ហ្មងទេគឺកិនហ្មងមកលបាយដែលយើងដូចយើងបុកគ្រឿងដែរបងប្អូនអានេះគឺយើងមិនចាំចំណាយពេលបុកគ្រឿងបុកអីទេយើងអាចយកទៅស្លបានភ្លាមកាលពីមុនខ្ញុំតែងតែមានផ្នត់គំនិតគិតថាឲ្យតែផលិតផលរបស់ខ្មែរហ្នឹងគឺការវេចខ្ចប់និងគុណភាពអីមិនសូវជាប្រហែលទេយើងនៅមានកម្រិតចឹងណាបងប្អូនប៉ុន្តែឥឡូវហ្នឹងពេលដែលមកដល់ឃើញផ្ទាល់ចឹងមិនយើងដឹងថាកូនខ្មែរយើងឥឡូវហ្នឹងគឺអាចធ្វើបានសពគ្រប់បែបយ៉ាងហើយដូចតែបងប្អូនឃើញពីសង្វាក់ផលិតកម្មពីមួយ step ទៅមួយ step របស់គាត់ថ្ងៃនេះពីមួយវគ្គទៅមួយវគ្គគឺអូឃើញហើយយើងជក់ចិត្តហ្មងបងប្អូនគឺគ្រឿងទេសរបស់ខ្មែរយើងមិនសម័យថាគេអាចយកមកផ្សំចូលគ្នាដាក់ជាកញ្ចប់ចឹងដាក់លក់នៅលើទីផ្សារបានជួយសម្រួលដល់ស្ត្រីបេផ្ទះអីដែលគាត់ស្លុកអីចឹងទៅគឺគាត់អត់ចាំបាច់ចំណាយពេលបុកគ្រឿងបុកអីយូរទៀតទេអូសង្វាក់ផលិតកម្មរបស់គាត់ត្បិតថាវាមិនទំនើបអីដូចស្រុកគេបងប្អូនប៉ុន្តែអានេះខ្ញុំគិតថាគាត់ជាកូនខ្មែរទី1ហើយដែលគាត់អាចធ្វើបានហើយក៏ខ្ញុំអត់ដែលទាន់ឃើញមានខាងក្រុមហ៊ុនណាឬមួយកន្លែងណាដែលគាត់អាចផលិតជាប្រភេទគ្រឿងទេសអាចស្លុកចឹងបានណាហើយខ្ញុំនឹងមានវីដេអូវគ្គ2ដែរសម្រាប់ផលិតផលរបស់គាត់ផ្សេងពាក់ព័ន្ធជាមួយនឹងម្សៅចេកខ្ចីម្សៅម្រុំពាក់ព័ន្ធជាមួយនឹង
ផលិតផលធម្មជាតិដែលជួយដល់សុខភាពម្ដងអញ្ចឹងសង្ឃឹមថាបងប្អូនអាចនឹងជួយគ្រប់គ្រងផលិតផលរបស់គាត់ហើយជួយ share វីដេអូនេះទៅដើម្បីនឹងទទួលបានវីដេអូទី2ទៀតដែលខ្ញុំនឹងរៀបរាប់លម្អិតនឹងពីសង្វាក់ផលិតកម្មពីមួយវគ្គទៅមួយវគ្គពាក់ព័ន្ធជាមួយនឹងការធ្វើផលិតផលធម្មជាតិកសិករខ្មែររបស់យើងពាក់ព័ន្ធជាមួយនឹងសុខភាពម្ដងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែករំលែកអរគុណបងប្អូនជំរាបលាបាយ